គឺលោកហ៊ុនសែនគឺគាត់បានចេញបញ្ជាឬក៏ណែនាំទៅក្រសួងកិច្ចការនារីឲ្យធ្វើជាដើមបណ្ដឹងចាត់ការអ្នកបរិហាគេប៉ះពាល់ដល់សិទ្ធិអ្នកដទៃណាខ្ញុំសូមសរសើរលោកហ៊ុនសែនដោយស្មោះដោយសារតែរឿងជេរបន្តិចគ្នានេះធ្វើឲ្យគាត់មិនអាចទទួលទានដំណេកលងលក់ស្កប់ស្កល់ទេគឺរស័ព្ទរសល់ចេញមកក៏ហៅខាងក្រសួងកិច្ចការនារីដែលមែនតើទៅគឺមាននៅក្នុងជំនួបរបស់គាត់ព្រឹកនេះហ្នឹងគឺមានថ្នាក់ដឹកនាំរបស់ក្រសួងកិច្ចការនារីហ្នឹងគឺគាត់បានប្រាប់និយាយខ្លាំងតែពីរឿងការជេរប្រមាថគ្នាតាមបណ្ដាញសង្គមហ្នឹងមកគាត់ថាហ្នឹងគឺជារឿងអសិលធម៌អគុណធម៌ផ្ដេសផ្ដាស់អីអញ្ចឹងខ្ញុំសូមសរសើរដែលលោកយល់គិតថារឿងហ្នឹងវាជារឿងមានបញ្ហាណាព្រោះអីរឿងនេះវាជាបញ្ហាក្រោមការដឹកនាំរបស់លោកនឹង40ឆ្នាំហើយអ្នកដែលនាំឲ្យមានបញ្ហានឹងធំជាងគេគឺលោកហ៊ុនសែនហ្នឹងហ្មងអារឿងជេរបចោគ្នាហ្នឹងហើយខ្ញុំនិយាយចឹងគឺឲ្យលោកហ៊ុនសែនគាត់ដឹងថាកូនគេហៅថាពាក្យខ្មែរគេហៅមិនដឹងឆ្ងើយត្បិតដងកូនសោតរែងឆ្កងត្បិតមិនបាសាហឹងសាអាមឹងមើលងាយស្ត្រីនេះឬក៏ងើបមួយវាយមួយគឺថាចាប់អ្នកនេះដាក់គុកអាមឹងអាឡងទូអាគុកអាអីហ្នឹងគឺអ្នកណាអ្នកនិយាយអ្នកណាអ្នកថា40ឆ្នាំហើយតែលោកហ៊ុនសែននឹងរាល់តដងឲ្យតែក្បាលមេក្រូគឺថាហឹងសានៅក្នុងខ្លួនគ្រប់ម៉ាត់ចុះហេតុអីបានជាមេដឹកនាំមានកំហឹងភ្នំភ្លើងអីនៅក្នុងខ្លួនយ៉ាងនេះហេតុអីបានពេលណាក៏ខឹងតែបែបនេះខ្ញុំកំពុងតែឆ្ងល់តើផ្លូវចិត្តរបស់គាត់នឹងអាចសុខដុមរមនាយ៉ាងម៉េចទៅព្រោះនៅតាមធម៌ពុទ្ធគឺនៅពេលដែលយើងខឹងពេលដែលយើងក្រេវក្រោធគឺយើងធ្វើបាបខ្លួនឯងតើវាឆេះឈួលងុំអរ៉ារបស់គាត់ប៉ុណ្ណាទៅជាមេដឹកនាំហឹងសាតរហូតអញ្ចឹងហើយចុះហេតុអីបានមកពេលនេះស្រាប់តែមកខ្លាយទៅជាគ្រូសិក្ខាចៅអធិការវត្តមកទេសនាប្រាប់ប្រជាពលរដ្ឋថាគ្រប់ដកត្រូវគ្រប់ម៉ាត់ចុះហេតុអីពីមុនមកលោកអត់ថាឲ្យត្រូវគ្រប់ម៉ាត់អញ្ចឹងសោះហើយអត់ធ្វើផងខ្ញុំកំពុងតែឆ្ងល់ឥឡូវគាត់ប្រាប់ទៅក្រសួងកិច្ចការនារីណាគាត់ទទួលយកមិនបានសោះជេរបចោគ្នាពេញសង្គម Facebook អា TikTok ផងអា Facebook ហ្នឹងផងគាត់ថាហេតុអីបានជាយើងចាត់ការអញ្ចឹងអត់បានក្រសួងកិច្ចការនារីហ្នឹងធ្វើអីសួរអញ្ចឹងទៀតណាកាលមុនការគាត់ដឹកនាំគាត់អត់ដឹងបានធ្វើអីដល់ពេលឥឡូវក្រសួងកិច្ចការនារីក្រុមការដឹកនាំរបស់កូនគាត់មែនប៉ុន្តែគាត់នៅតែគ្រប់គ្រងរដ្ឋាភិបាលនឹងដែរគាត់ទៅសួរក្រសួងកិច្ចការនារីធ្វើអីគេចាត់ការអីខ្លះអត់មើលអីចឹងអាប្រព័ន្ធជេរបតិចគ្នាអីហ្នឹងដល់គាត់សួរអញ្ចឹងយើងអ្នករៀបធម្មតាយើងកញ្ញាញ់គូក្បាលហើយបងប្អូនចុះគាត់បានប្រាក់ខែគេឲ្យទៅធ្វើកិច្ចការក្រសួងកិច្ចការនារីហ្នឹងតែដើម្បីលើកកម្ពស់នារីហ៎សេចក្តីថ្លៃថ្នូរលុបបំបាត់ការជេរប្រមាថមើលងាយស្ត្រីហ្នឹងការងាររបស់គាត់ឲ្យតកកោះមកហៅចឹងគាត់ដឹងហើយចឹងប្រាក់ខែឲ្យទៅបងទៅរាល់ថ្ងៃហ្នឹងគាត់ធ្វើអីគេចឹងអត់យល់ដល់ពេល scam online មកពេញផ្ទៃប្រទេសរហូតដល់បាត់លុយចំណូលថវិកាជាតិសេដ្ឋកិច្ចធ្លាក់ចុះភ្ញៀវបាត់អស់ប៉ះពាល់សេដ្ឋកិច្ចពេញផ្ទៃប្រទេសឡើងមានវិបត្តិលោកហ៊ុនសែនក៏សួរថាឆ្ងល់ពួកអស់នេះវាចូលមកអាម៉េចបានណាឲ្យប៉ាសពតឲ្យវាចូលមកអត់មានប៉ាសពតមានអីរាប់សែននាក់រាប់ម៉ឺននាក់គាត់សួរអញ្ចឹងមិនហើយយើងជាអានេះគឺថាយើងជាកូនចៅឲ្យដល់ម៉ែឪមើលការខុសត្រូវស្រាប់ម៉ែឪមកសួរយើងចុះអាហ្នឹងអាម៉េចទៅអានេះអាម៉េចទៅយើងងាប់យើងវល់កញ្ញាញ់ខួរងាប់ហើយបើសិនឲ្យយើងគ្រប់គ្រងរឿងហ្នឹងពីដើមមកហ្មងស្រួលអញ្ចឹងហើយបានជាគេឲ្យយើងបង្រៀនកូនឲ្យចេះស្ទូចត្រីកុំបង្រៀនកូនរបៀបឲ្យត្រីកូនហូបឲ្យគ្នាចេះធ្វើអីខ្លួនឯងហើយលោកអត់ដែលបង្រៀនហ៊ុនម៉ាណែតឲ្យចេះស្ទូចត្រីនឹងទេគាត់ឲ្យតែត្រីញុកទៅមាត់នឹងចឹងរាល់ថ្ងៃហ្នឹងសំបីតែបើកឡានហ្នឹងក៏ហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតហ្នឹងអង្គុយដាក់ដៃទៅក្រោយលោកហ៊ុនសែននឹងអង្គុយកាន់ចកូនអញ្ចឹងដែរមិនដឹងកាលទេហើយដល់ពេលមានការអីគាត់មកសួរអញ្ចឹងសួរបងប្អូនសួរក្រសួងអញ្ចឹងមើលគេជេរបតិចផ្ដាសាហ្នឹងដើរចាត់ការអីអត់ហើយឥឡូវឲ្យចាត់ការជំនួសទៅធ្វើជាដើមមិនដឹងទៅដោយសារយកករណីនាងចិន្តាសវណ្ណរីនេះមកថាមើងងាយទាហានអូឥឡូវមើងងាយទាហានគឺយើងចាប់ផ្ដើមឆ្លេឆ្លាដែលគេនិយាយគ្នាក្នុងមុងហ្នឹងនាងនេះជេរទាហាននៅក្នុងមុងតាអត់មានណាឮទេកុំតែទាហាននេះចាញ់ខ្សែអត់សម្លេងមកហ្នឹងអត់ដឹងថានាងជេរទាហានផងប៉ុន្តែយើងអត់ដែលមើលទេបុគ្គលបាត់ផ្សារបុគ្គលសវឹងស្រាអួតនួបុគ្គលពៀលាអាវ៉ាសែដែលជាសកម្មជនខុសនិកគណៈបកប្រជាជនកម្ពុជារាល់ថ្ងៃជេរបចោស្ត្រីនេះបើបុគ្គលពៀលបាត់ផ្សារជាងគេមេកំៃធំជាងគេហ្នឹងគឺបុគ្គលផាញ់វណ្ណៈនេះដែលធ្វើអីគេទេដែលមើលទេមែនហើយដោយសារលោកនឹងគឺជាកូនជើងរបស់អស់លោកដើម្បីបំរើគណៈបកប្រជាជនកម្ពុជាយកទៅឲ្យជេរមរាយកាយឪពុកគណៈបកប្រឆាំងតែប៉ះនរណាក៏លោកមិនជិះក្បាលដែរជេរនរណាក៏បានដែរជេរមរាយកាយឪពុកនរណាក៏បានដែរអត់ដែលចាត់ការអត់ដែលប៉ះអត់ដែលធ្វើអីទាំងអស់រួចឥឡូវមកឈឺចាប់លោកហ៊ុនសែនគាត់ឈឺចាប់ពីរឿងអំពើពៀលាប៉ោឡែបាតផ្សារអស់លោកមានដឹងទេថាក្រុមសកម្មជនខុសនិករបស់អស់លោកសពថ្ងៃទាំងនៅខ្មែរទាំងនៅអាមេរិកសុទ្ធតែបាត់ផ្សារទាំងអស់លោកហ៊ុនសែនដឹងទេផែងវណ្ណៈសានប៊ុនធឿនជេនសុកសគៀលហ៊ុយសគុណធីរៈឡុងសុធាស្អីនៅជប៉ុនតាមមកហើនអូយខ្ញុំរាប់អស់ចិនដាវីវ៉ាន់ច័ន្ទដាវីណាទេខ្ញុំចាំអស់ទេបាត់ផ្សារជេរបតិចកកាយប៉ុន្តែអស់លោកសប្បាយចិត្តណាព្រោះអ្នកទាំងអស់នេះជាលលកដែលអស់លោកទិញបានកាលមុនធ្លាប់ជេរគណៈបកប្រជាជនដល់ឥឡូវឲ្យមកជេរគណៈបកប្រឆាំងអញ្ចឹងទុកឲ្យប៉ាតណាជេរបតិចប្រសាហើយគិតថាអត់អីដល់តែពេលមានរឿងបានដឹងថាអូយស្រុកខ្មែរយើងអាមិនបានទៅជាបចោគ្នាតាមពិតក៏មកពីថ្នាក់ដឹកនាំដែរ
ហើយដល់ពេលឥឡូវលោកចាត់ការខ្ញុំចាំមើលលោកចាត់ការអីគេខ្លះចាត់ការតែអ្នកណាដែលរករឿងគណៈបកប្រជាជនទេបើគណៈបកប្រជាជនទៅរករឿងគេរួចរហូតចាត់សាកមុនគេសាកបុគ្គលផៃវណ្ណៈសានបន្ទឿនអីនេះមុនគេចាត់ការមុនគេហើយខ្ញុំនឹងកោតសរសើររដ្ឋាភិបាលនេះដោយស្មោះបើចាប់បុគ្គលផៃវណ្ណៈនេះឲ្យទទួលខុសត្រូវចំពោះអំពើបាបសាររបស់បុគ្គលនេះរាប់ឆ្នាំខ្ញុំនឹងសរសើររដ្ឋាភិបាលដោយស្មោះហ្មងខ្ញុំថាអស់លោកធ្វើខ្ញុំមិនចង់ឲ្យធ្វើទុកបុកម្នេញបុគ្គលណាទេក៏ប៉ុន្តែធ្វើឲ្យបុគ្គលខ្លះរៀងចាលព្រោះអំពើបាបសារជេរបចោលលៀបពណ៌គេនៅតាមបណ្ដាញសង្គមអសិលធម៌អគុណធម៌នេះវាជាគំរូអាក្រក់ណាស់សម្រាប់ក្មេងចំនួនក្រោយដោយទាំងចិនដាសវណ្ណរីដែលជាម្ចាស់ហាងទូរស័ព្ទនិងអ្នកដទៃទៀតគឺជេរបសាចហាច់សរងដោយសារអីគេទៅខ្លាចអីធ្វើបុគ្គលផែងវណ្ណៈអីគេជេរមរាយកាយឪពុកពេញផ្ទៃប្រទេសរាប់ឆ្នាំហើយតែណាធ្វើអីផងគេខ្លាចអីធ្វើលោកហ៊ុនសែនអាមឹងមីស្អីពេញបណ្ដាញសង្គមអត់មានណាដែលធ្វើអីជាមេបាផងយើងទាំងអស់គ្នាបង្កើតឲ្យមានវប្បធម៌ជេរបន្តិចគ្នាហើយទៅយើងធ្វើមិនដឹងមិនលឺដោយសារចំណេញនយោបាយឲ្យតែជេរឲ្យខ្លាំងក៏បានដែរឲ្យតែជេរក្រុមប្រឆាំងកុំចាប់គាត់ជេរក្រុមប្រឆាំងឯនេះវិញក៏អញ្ចឹងដែរបានខាងនោះជេរតលាក់បាតធាក់ញោមយកដែរចបៃត្រយូរទៅមិនដឹងប្រឆាំងមិនដឹងក្រុមកាន់អំណាចអីគឺថាទល់ពធសិលធម៌ខ្មែរធ្លាក់ដល់កម្រិត0ណាបងប្អូនខ្ញុំស្រក់ទឹកភ្នែករាល់ថ្ងៃខ្ញុំស្រក់ទឹកភ្នែកហើយឥឡូវនេះអត់ទាន់ឈប់ទេនៅជេរបចោបើមួងណារ៉េតនឹងវាធម្មតាហើយគឺពួកក្រុមនេះក្រុមបាយ3ពេលគាត់ចេះតែជេរបចោហ្នឹងឯងប៉ុន្តែសិលធម៌សុជីវធម៌ហ្នឹងគឺពួកគាត់ទៀបមែនតើហើយធ្វើឲ្យខ្មែរយើងនឹងបាំងអាប្រពុកខ្មៅនឹងមកបាំងបិទផែនពោធិសធាយើងអត់មានចាត់ការអីសោះឲ្យតែអ្នកណាគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាជេររួចខ្លួនរហូតបើអស់លោកថាជាអ្នកធ្វើប៉ុនណាជាច្បាស់លាស់ថាចង់ដោះស្រាយបញ្ហាហ្នឹងមែនចាត់ការមនុស្សទាំងអស់ហ្នឹងប៉ុន្តែខ្ញុំសឹងតែចង់ភ្នាល់អីទៀតផងខ្ញុំចង់ទេតែថាយើងនិយាយចឹងទៅនាំឲ្យគេផ្ចាញ់ផ្ចាលយើងគេមិនចាត់ការទេក្រុមទាំងអស់នេះព្រោះគេប្រឡែងឲ្យខំគេចាត់ទុកដូចជាឆ្កែឆ្កួតចឹងឲ្យប្រឡែងឲ្យខំចឹងហ្មងដើម្បីឲ្យពុលវាសំខាន់វាខូចសិលធម៌ខូចសុជីវធម៌ខូចសេចក្តីថ្លៃថ្នូរទាំងស្រីទាំងប្រុសនៅកម្ពុជាមែនហើយវាខូចដល់កិត្តិយសសេចក្តីថ្លៃថ្នូរសិលធម៌សុជីវធម៌ដល់ក្មេងចំនួនក្រោយកូនក្មេងដែលកើតមកលឺនឹងតាមបណ្ដាញសង្គមវាខូចមែនហើយប៉ុន្តែវាចំណេញគណៈបកកណ្ដាលអំណាចដែលគេអាចក្រាញអំណាចបានដើម្បីបង្ក្រាបក្រុមប្រឆាំងឲ្យអញ្ញាពេញទឹកពេញដីវល់រំជេរគ្នាលែងដឹងពីគណៈបកប្រជាជនកម្ពុជាអសមត្ថភាពរឿងអីអស់យូរទៅនៅចឹងទៅគឺចំណេញក្រាញអំណាចបុគ្គលក្រុមខ្លួនបើឲ្យជាតិគឺយើងខាតទាំងអស់តែម្ដងធ្វើទៅឥឡូវសាកធ្វើមើលចាប់ផ្ដើមពីចំណុចហ្នឹងទៅមើលចាត់ការអ្នកណាជេរបតិចផ្ដាសាប្រមាថការទៀនបរិហារអ្នកដទៃចាត់ការអ្នកហ្នឹងគណៈបកប្រឆាំងក៏ដោយគណៈបកកណ្ដាលអំណាចក៏ដោយចាត់ការអ្នកនៅស្រុកក្រៅយើងពិបាកចាត់ការបងប្អូនអ្នកនៅស្រុកខ្មែរព្រោះគេមានតឡាការនៅស្រុកខ្មែរក្រុមគាំទ្រគណៈបកប្រជាជនកម្ពុជាដែលជេរប្រមាថមើងងាយលៀបពណ៌គេហ្នឹងគឺថាយើងដោះស្រាយតាមច្បាប់ខ្មែរហើយអ្នកស្រុកក្រៅខ្ញុំជឿថាគ្មានទេព្រោះស្រុកក្រៅហ្នឹងអាណាធិបតេយ្យដែរសូមឲ្យបងប្អូនប្លុកគាត់ចោលទាំងគណៈបកប្រឆាំងទាំងគណៈបកស្អីក៏ដោយបងប្អូន report ទៅ Facebook ទាំងអស់ក្រុមគណៈបកប្រឆាំងណាក៏ដោយដែលជេរបតិចគ្នាស្រាតសពុតមើងងាយមើលថោកពីការមិនពីការអីហ្នឹងនាំគ្នា report ឲ្យអស់ដើម្បីឲ្យ Facebook YouTube នឹង report គាត់ចោលប្លុកគាត់ចោលទៅអាហ្នឹងមានតែតឡាការតាមបែបបណ្ដាញសង្គមទេផ្ទុយទៅវិញនៅស្រុកខ្មែរយើងដោះស្រាយតាមប្រព័ន្ធតឡាការខ្ញុំកោតសរសើរបើធ្វើបានប៉ុន្តែអើយងាយទេវាច្រើនពេកបើធ្វើបាននោះវាដឹងយកទៅដាក់នៅកន្លែងណាទេគុកយើងនោះតែតាមពិតការជេរប្រមាថអីនោះវាមិនមែនជារឿងគុកទេជារដ្ឋប្រមេនេះហៅទៅដោះស្រាយប៉ុន្តែតាការគម្រាមសម្លាប់គេគម្រាមប្រមាថគេអីដូចបុគ្គលផៃវណ្ណៈនេះគម្រាមសម្លាប់លោកតាំងសារដាហើយប្រមាណថ្ងៃនេះគម្រាមណែប្រមាថការទៀនហៅប្រពន្ធលោកតាំងសារដាសស្រីសភឹងអីណាមើលងាយស្ត្រីជេរមរាយគេមកយកឲ្យគ្មានណាធ្វើអីបានទេហើយបុគ្គលសានបន្ទឿនបុគ្គលស្អីប្រមាណទៀតនោះជេរមរាយខ្ញុំហើយអ្នកឯងចង់នរុគ្រប់គ្នាខ្ញុំអត់ដឹងទេគ្រាន់តែថាមនសិការខ្ញុំនៅតែកោតខ្លួនឯងគ្មានថ្ងៃលើកលែងទេលើកលែងតែអ្នកឯងចេញសុំទោសហើយខ្ញុំអត់អីអត់ស្រួលមែនតើមនុស្សដែលទទួលកំហុសខ្ញុំអហោសិកម្មព្រោះយើងទទួលកំហុសមនុស្សណាមិនចេះខុសមនុស្សណាមិនចេះខុសតែមនុស្សខ្លឹមមនុស្សគឺមនុស្សស្គាល់កំហុសហើយកែទទួលកំហុសសុំទោសហើយកែអានេះឲ្យគេខ្លឹមមនុស្សរឿងខុសអ្នកណាក៏ធ្វើខុសដែរតែបើយើងខុសហើយយើងកាយកប់ត្រឡប់ជន់កិច្ចគឺយើងអត់មានគុណធម៌ខ្វះសិលធម៌គឺខ្វះអត់អាចអត់អោនបានទេនឹងរឿងហ្នឹងយើងនិយាយឲ្យច្បាស់នឹងគ្នាហើយខ្ញុំចង់ឲ្យសង្គមនេះជាសង្គមស្អាតស្អំជាសង្គមមានសិលធម៌ខ្ញុំក៏មានកូនខ្ញុំក៏មានបងប្អូនក្មួយតូចខ្ញុំអត់ចង់ឲ្យកូនចៅខ្ញុំបើក Facebook មកឮគេជេរបចោគ្នាអូយគេថានឹងខ្មែរហ្នឹងពូជខ្មែរអញ្ចឹងមែនយើងកុំឲ្យគេដៀលដល់ពូជទេបងប្អូនខ្ញុំស្អប់ណាស់ណាដៀលពូជយើងព្រោះខ្ញុំក៏ជាខ្មែរដែរមិនមែនបានន័យថាអ្នកអស់នោះបាត់ផ្សារតំណាងឲ្យខ្មែរមិនមែនទេគឺខ្មែរមួយក្រុមបែបបាត់ផ្សារប៉ុន្តែដល់វាច្រើនពេកទៅបងប្អូនក៏គេលឺហ្នឹងគេនិយាយភាសាអីហ្នឹងជេរបចោគ្នាខ្មែរអូអញ្ចឹងលឺច្រើនពេកទៅក៏ខ្មែរអញ្ចឹងខ្មែរជេរបចោគ្នាអញ្ចឹងខ្ញុំអត់ចង់អញ្ចឹងខ្ញុំចង់ឲ្យយើងថ្លៃថ្នូរហើយត្រូវផ្ដើមឡើងពីយើងទាំងអស់គ្នាឥឡូវលោកហ៊ុនសែនគាត់ផ្ដាំទៅឲ្យក្រសួងកិច្ចការនារីចាត់ការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអីហ្នឹងឲ្យជួយចាត់ការជាដើមបណ្ដឹងចាត់ការផងអស់លោកទៅដោះស្រាយទៅផែនវណ្ណៈឬក៏សានបន្ទឿនអីហ្នឹងមើលសេរីគាត់ខ្លះទៅតាក់ទងនឹងរឿងហៅទៅអប់រំសិលធម៌អីខ្លះទៅបាត់ផ្សារពេកទទួលយកមិនបានហើយខ្ញុំឆ្ងល់លោកហ៊ុនសែនចេះមួយដែរខ្ញុំសរសើរគាត់កន្លែងមួយរឿងគាត់
ឲ្យតែអ្នកណាចំណេញប្រយោជន៍គណៈបកប្រជាជនហើយដើម្បីបំផ្លាញគណៈបកប្រឆាំងណាគឺចង់អ្នកនោះប្រព្រឹត្តកំហុសដែលស្ទើរតែចោះនរកអីក៏ដោយក៏គាត់ទទួលយកបានដែរបងប្អូនមានចាំទេអ្នកណាដែលជេរលោកហ៊ុនសែនជេរដល់ឆ្មបទៀតមិនមែនជេរតែលោកហ៊ុនសែនទេលោកហ៊ុនសែនអ្នកស្រីប៊ុនរ៉ានីឆ្មបហ៊ុនម៉ាណែតមកគ្រួសារអ្នកដែលជេរស្រាប់សពុតលោកហ៊ុនសែនខ្លាំងជាងគេជេររាប់ឆ្នាំគឺនាងសំសុខាជេរនោះជេរដល់ហើយឥឡូវនាងសំសុខានៅណាទៅលិតស្បែកជើងលោកហ៊ុនសែនភ្លាមរួចខ្លួនទាំងអស់អាស្អីក៏រួចខ្លួនដែរដោយសារអីដើម្បីទិញយកកវត្តចោលទី1គឺកុំឲ្យនៅជេរគាត់ទី2គឺបំបាក់ទឹកចិត្តគណៈបកប្រឆាំងថាក្រុមគណៈបកប្រឆាំងគេទិញបានប៉ុន្តែបងប្អូនអ្នកដែលជេរបចោមែនតើណាមិនមែនជាសមាជិកគណៈបកប្រឆាំងទេអ្នកដែលជេរបចោគ្រប់គ្នានៅគ្រប់ទិសទីជេរគណៈបកប្រជាជនកម្ពុជាអាមឹងដាច់សាច់ឬក៏មើងងាយមាក់ងាយប្តីប្រពន្ធក្រុមគ្រួសារគេដោយស្រាសពុតហ្នឹងអ្នកនេះឯងអ្នកទាំងអស់នេះមិនមែនជាសកម្មជនបកប្រឆាំងទេបងប្អូនមិនមែនជាអ្នកស្នេហាជាតិស្អីទេមិនមែនជាអ្នកប្រជាធិបតេយ្យស្អីទេគឺជាមនុស្សឱកាសនិយមពីលបាតផ្សារដោយតែក្រុមគណៈបកប្រជាជនកម្ពុជាចឹងអត់ខុសគ្នាទេអ្នកទាំងអស់នេះកតេលធំបន្លំចូលដេកមកធ្វើខ្លួនឯងជាអ្នកប្រជាធិបតេយ្យមកធ្វើជាអ្នកឯងស្រឡាញ់ស្រុកខ្មែរជ្រកក្រោមស្លាកគណៈបកប្រឆាំងព្រោះអីជេរគណៈបកប្រជាជនកម្ពុជាជេរលោកហ៊ុនសែនអញ្ចឹងទៅគេគិតថាក្រុមនេះក្រុមប្រឆាំងតាមពិតក្រុមនេះឯងបំផ្លាញក្រុមប្រឆាំងទេបំផ្លាញអ្នកស្នេហាជាតិបំផ្លាញអ្នកប្រជាធិបតេយ្យបំផ្លាញសិលធម៌បំផ្លាញគុណធម៌ហើយដើរចូលក្នុងគន្លងគណៈបកប្រជាជនកម្ពុជាដែលបង្កើតក្រុមឆ្កែកាយឆ្កែឈួតដើម្បីឲ្យជេរបចោទៅឲ្យក្រុមប្រឆាំងនេះជេរដែរទៅគឺយូរវល់តែគ្នាឯងសិតតែប្រឆាំងហ្នឹងអ្នកទិញក្បាលបាននិងអ្នកដែលមិនទាន់ទិញក្បាលបាននៅជេរគ្នាគណៈបកប្រឆាំងហើយគណៈបកប្រជាជនគេអង្គុយចាក់ថ្មិញមកគេមើលមកអ្នកគេឃើញក្រុមរលកក្រុមឆ្កែឈួតឯងយើងយកមកឃើញគាត់ពួកគាត់ជេរគ្នាយើងធ្វើតការងារយើងទៅអ្នកដែលលលាយខ្សលគឺក្រុមនេះឯងយូរទៅយើងទាត់ក្រុមនេះចោលយើងចាប់គាត់ដាក់គុកឲ្យអស់ទៅដាច់បាត់ក្រុមគណៈបកប្រជាជនកម្ពុជានៅស្អាតស្អំដដែលក្រុមនេះគឺជាស្លឹកចេកគេទម្លាក់ចោលគណៈបកប្រឆាំងក៏ខូចមុខគណៈបកកម្ពុជារួចខ្លួនក្រុមអាមីអាថោងដែលជាឆ្កែឈួតនេះគឺជាឧបាយកលជាឧបករណ៍គេនៅជេរអញ្ចឹងហើយគណៈបកប្រឆាំងមកជេរវិញគឺហែកគណៈបកប្រឆាំងខ្លួនឯងចោលដូចគណៈបកប្រជាជនគេហៅព្រួយមួយបាញ់បានសัตว์ពីរទិញលលកនេះទៅដើម្បីឲ្យជេរបលែងឲ្យខំឲ្យជេរដល់អញ្ចឹងទៅគណៈបកប្រឆាំងឃើញគេខំជេរនាំគ្នាមកខំជេរអញ្ចឹងអារទះគាត់នេះអាដំណើរគាត់ដើម្បីទៅរកប្រជាធិបតេយ្យសិទ្ធិមនុស្សស្អីថ្លៃថ្នូរអីហ្នឹងវាលលាយជាមួយការរវល់រំថ្មចោលឆ្កែនេះបាត់ហើយហ្នឹងនេះគឺជាតាក់ទិចរបស់គណៈបកកណ្ដាលអំណាចក្នុងការបំផ្លាញគណៈបកប្រឆាំងនេះឲ្យចូលសងនៅក្នុងការដែលជេរគ្នាទៅគណៈបកប្រជាជនគេអត់ខ្វល់គេអត់ខ្លាចទេយើងជេរគ្នាទៅវាខូចសតិអារម្មណ៍ខូចអីខ្វល់អីឲ្យតែគេបានកាន់អំណាចចុងក្រោយអ្នកដែលខូចប្រយោជន៍ទាំងអស់គឺក្រុមជេរគេនេះក្រុមគណៈបកប្រឆាំងអត់បានធ្វើអីខូចឈ្មោះហើយលលាយខ្សលគណៈបកកាន់អំណាចនៅកាន់អំណាចដដែលនេះជាល្បិចព្រួយមួយបាញ់បានសัตว์ពីរហើយគណៈបកប្រឆាំងហ្នឹងខ្ញុំផ្ដាំផ្ញើទៅអ្នកណាក៏ដោយនៅក្នុងគណៈបកប្រឆាំងនេះដែលយកវិធីជេរបចោគេជាវិធីតស៊ូមតិដើម្បីប្រជាធិបតេយ្យអ្នកមិនមែនជាអ្នកប្រជាធិបតេយ្យទេអ្នកគឺជាក្រុមឱកាសនិយមហើយបំផ្លាញគណៈបកប្រឆាំងបំផ្លាញឆន្ទៈប្រជាពលរដ្ឋទាំង18លានអ្នកដែលចង់បានសេរីភាពចង់បានប្រជាធិបតេយ្យចង់បានប្រទេសនេះថ្លៃថ្នូរតែទីបំផុតបែរទៅជាសង្ឃឹមលើអស់លោកដែលជេរបចោស្រាតសពុតដែរតើឲ្យយើងសង្ឃឹមអីសង្ឃឹមលើអស់លោកដែលជេរបចោហើយថ្ងៃក្រោយទៅកាន់ក្រសួងកិច្ចការនារីមែនដែលកំពុងជេរបចោគេស្រាតសរងរាល់ថ្ងៃនេះអ្នកនៅក្នុងគណៈបកប្រឆាំងហ្នឹងអូគេសង្ឃឹមអស់លោកទៅកាន់ក្រសួងកិច្ចការនារីមិនអញ្ចឹងអូអ្នកដែលជេរបចោលៀបពណ៌គេយករូបយកអីគូថ្លុកអីដើម្បីមើងងាយគណៈបកប្រជាជនកម្ពុជាអូគេសង្ឃឹមអស់លោកទៅកាន់ជារដ្ឋមន្ត្រីក្រសួងព័ត៌មានមែនអូយើងទៅធ្វើអញ្ចឹងហើយបើមិនយកអស់លោកទៅយកអ្នកណាគេមើលមកហ្នឹងគេថាយើងលលួយគណៈបកប្រឆាំងហ្នឹងអញ្ចឹងណាម្ដងទៀតបងប្អូនអ្នកណាក៏ដោយទាំងនៅក្នុងគណៈបកប្រឆាំងទាំងនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលយកវិធីជេរបញ្ចោស្រាតសរងលើបណ្ដាញសង្គមហើយអះអាងថាខ្លួនធ្វើដើម្បីប្រយោជន៍ជាតិដើម្បីប្រយោជន៍មាតុភូមិដើម្បីប្រយោជន៍ស្រោចស្រង់ជាតិនេះឬប្រជាធិបតេយ្យទាំងគណៈបកប្រជាជនកម្ពុជាទាំងគណៈបកប្រឆាំងអស់លោកកំពុងបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ហើយខ្ញុំសូមអង្វរសូមឈប់ទៅទុកគណៈបកប្រឆាំងឲ្យគ្នាមានសេរីភាពផងខ្ញុំសូមអង្វរដោយស្មោះអ្នកដែលជេរបចោគ្នាតាមបណ្ដាញសង្គមទាំងអស់នៅក្នុងគណៈបកប្រឆាំងហើយដែលថាខ្លួនជាអ្នកប្រជាធិបតេយ្យហ្នឹងសុំលាលែងចេញពីសកម្មជនឬក៏ឈប់ធ្វើកិច្ចការងារហ្នឹងទៅធ្វើស្រែចម្ការរត់ Uber ឬក៏ម៉ូតូឌុបឬក៏ធ្វើដុំដូណាត់ធ្វើកញ្ចក់ធ្វើអីដើម្បីសមាជីវវិញទៅហើយទុកឲ្យគណៈបកប្រឆាំងនេះគ្នាមានសេរីភាពខ្លាយជាគណៈបកមួយដែលមានសេចក្តីថ្លៃថ្នូរផងព្រោះយើងរត់យើងបំផ្លាញគ្នាអញ្ចឹងហើយយើងមកអះអាងថាយើងជួយសង្គ្រោះអត់ទេយើងបំផ្លាញអញ្ចឹងបើអស់លោកនៅបន្តធ្វើកិច្ចការងារនេះថាចង់បានឲ្យក្តីសង្ឃឹមដល់គណៈបកប្រឆាំងចាប់ពីពេលនេះទៅគឺឈប់លៀបពណ៌គ្នាឈប់ជេរបចោគ្នាជប់អីទាំងអស់រកវិធីថ្លៃថ្នូរសុជីវធម៌គុណធម៌ក្នុងការតស៊ូមតិអត់ខ្វះទេពាក្យពេចន៍មួងណារ៉េតធ្វើព័ត៌មានតាំងពីមានមនុស្ស29នាក់គ្រប់គ្រង Subscribe YouTube ឥឡូវនេះមានដល់ទៅជាង100,000នាក់130,000នាក់មានអ្នកមើល views និយាយទៅ33លាន views មួងណារ៉េតអត់ដែលជេរមួយម៉ាត់ទេបងប្អូនណាហើយមួងណារ៉េតមិនចេះជេរផងខ្ញុំសុំទោសនេះក៏ជាការលើកទឹកចិត្តប្រាប់បងប្អូនទាំងអស់ថាការធ្វើព័ត៌មានការតស៊ូមតិអីក៏ដោយគេមិនដែលស្រាតសរងដាវដើម្បីតស៊ូមតិអីអត់ទេគឺយើងធ្វើតាមសេចក្តីថ្លៃថ្នូរសុជីវធម៌គឺគោលដៅរបស់យើងគឺចង់ឲ្យប្រទេសកម្ពុជាថ្លៃថ្នូរ
មាននីតិរដ្ឋមានសិទ្ធិមនុស្សមានប្រជាធិបតេយ្យតើយើងទាំងអស់គ្នាយើងទៅស្រាតខោដើម្បីទៅទាមទារប្រជាធិបតេយ្យមិនមែនអត់ទេយើងត្រូវស្លៀកហូលប្រមួងយើងត្រូវវាយក្បិនយើងត្រូវរក្សាសេចក្តីថ្លៃថ្នូរអូទូកុំឲ្យល្អអានបងប្អូនណាចាប់ត្រីបានកុំឲ្យល្អទឹកអញ្ចឹងម្ដងទៀតអ្នកនៅគណៈបកប្រឆាំងកុំនិយាយពីរឿងគណៈបកប្រជាជនក្រុមនេះថោកទាបណាស់ព្រោះគេជួលមនុស្សថោកទាបនេះដើម្បីឲ្យបំផ្លាញសិលធម៌សង្គមដើម្បីតែក្រាញអំណាចប៉ុន្តែអ្នកទាំងអស់នេះបន្តិចទៀតទៅគឺគេលេសចោលអស់ហើយមិនបាច់ឆ្ងល់ទេគេយកមកប្រើមករយៈទេប៉ុន្តែអាការប្រើមករយៈហ្នឹងគឺខូចសង្គមខ្លាំងមែនតើដែលនេះគឺជាការទទួលខុសត្រូវរបស់គណៈបកកណ្ដាលអំណាចខ្លួនឯងដែលបណ្ដោយឲ្យក្រុមឆ្កែឈួតទាំងអស់នេះនៅធ្វើអីផ្ដេសផ្ដាស់ឲ្យអត់ព្រមដាក់ទណ្ឌកម្មអីថាតែខ្ញុំនិយាយពីរឿងគណៈបកប្រឆាំងបងប្អូនត្រូវចាំណាក្រុមឆ្កែឈួតរបស់គណៈបកប្រជាជនកម្ពុជាគឺជាក្រុមឆ្កែឈួតគេជួលឲ្យបាយ3ពេលខុសពីបងប្អូននៅក្នុងគណៈបកប្រឆាំងអត់មាននរណាជួលទេណាគឺបងប្អូនធ្វើការងារនេះដោយស្ម័គ្រចិត្តបើបងប្អូនធ្វើការងារនេះដោយស្ម័គ្រចិត្តទេបងប្អូនត្រូវធ្វើដោយសុជីវធម៌ដោយសិលធម៌ព្រោះគ្មាននរណាជួលបងប្អូនទេខាងក្រុមគណៈបកប្រជាជនកម្ពុជាគឺគេជួលគេបានលុយអញ្ចឹងគឺគេជេរតែបងប្អូនខាងនេះអត់បានលុយទេមានចាយលុយខ្លួនឯងដើម្បីធ្វើការងារនេះទៀតអញ្ចឹងកុំជេរបើជេរឈប់ធ្វើការងារឲ្យបកប្រឆាំងទៅបានហើយខ្ញុំសូមអរខ្ញុំមិនមែនជាសកម្មជនបកប្រឆាំងទេខ្ញុំជាអ្នកស្រឡាញ់កម្ពុជាដោយស្មោះអត់លក្ខខណ្ឌហើយខ្ញុំក៏មានក្តីសង្ឃឹមលើអ្នកប្រជាធិបតេយ្យច្រើនណាស់ដែលសពថ្ងៃគឺជ្រកនៅក្រោមស្លាកគណៈបកប្រឆាំងខ្ញុំស្រឡាញ់ខ្ញុំគោរពពួកគាត់ប៉ុន្តែក៏មានក្រុមបងប្អូនច្រើនណាស់ដែរដែលជាអ្នកបំផ្លាញទាញគណៈបកប្រឆាំងនេះឲ្យខំគ្នាដូចឆ្កែឈួតជាមួយនឹងគណៈបកប្រជាជនកម្ពុជាបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូរសុជីវធម៌អីអស់ហើយក៏ខូចដំណើរនៃការតស៊ូមតិរបស់គណៈបកប្រឆាំងខ្ញុំស្នើឲ្យអស់លោកទី1ឈប់ទៅឈប់ធ្វើជាអះអាងថាជាសកម្មជនបកប្រឆាំងអីទៅជេរអីជេរទៅតាមឯកជនរបស់ខ្លួនទៅកុំយកគណៈបកប្រឆាំងយកទៅលៀបធ្វើទៅប៉ុន្តែកុំឲ្យថាខ្លួនធ្វើដើម្បីគណៈបកប្រឆាំងអត់ទេហើយគណៈបកប្រឆាំងខ្លួនឯងក៏ដឹងដែរអត់ត្រូវការអ្នកទាំងអស់នេះទេព្រោះបើយើងចង់ទៅផ្លាស់ប្ដូររបបមួយឬក៏រដ្ឋាភិបាលមួយឲ្យថ្លៃថ្នូរត្រឹមត្រូវហើយយកសិតតែក្រុមដែលមានជេរបចោចេះយើងទៅការពារទៅឲ្យប្រជាពលរដ្ឋនឹងមានសង្ឃឹមអីខ្ញុំចង់សួរតែប៉ុណ្្នឹងឯងកុំឲ្យគាត់អស់សង្ឃឹមឥឡូវនិយាយពីរឿងលោកហ៊ុនសែនម្ដងទៀតគាត់ណាមានសំសុខានេះជេរមករៃលោកហ៊ុនសែននោះមហាជេរហើយជាអ្នកដែលយកស្បែកជើងទៅចោលក្បាលលោកហ៊ុនសែននិងលោកហេងសំរិននិងលោកជាស៊ីមនៅលើអាផ្លាកស្អីគេនៅណាមួយនៅកំពង់ស្ពឺឯងមិនដឹងទេតែគេចាប់គាត់ដាក់គុកបញ្ជូនទៅថៃមកវិញដោយសាររឿងចោលស្បែកជើងនឹងជេរឥឡូវជេរអស់អីចឹងទៅទិញទៅកវត្តចោលទៅលើស្បែកជើងឲ្យលោកហ៊ុនសែនរួចខ្លួនបាត់អានេះហ่ะគឺជាការបង្ហាញថាអត់អីទេជេរតទៀតជេរ10ឆ្នាំទៀតក៏បានថ្ងៃណាមួយតែយើងសុំទោសចូលទៅចោះចូលមួយលោកហ៊ុនសែនគឺរួចតែបងប្អូនដូចកណាត់សអញ្ចឹងយើងយកថ្នាំខ្មៅមកចាស់ឆាវអញ្ចឹងមកហើយស្រាប់តែយើងយកអីមកលុបវិញវាលុបអត់បានទេអាហ្នឹងយើងនិយាយរឿងសំសុខាអ្នកណាទៀតចិនដាវីអូយជេរហ៊ុនសែនជេរក្រុមគ្រួសារនេះឥឡូវចូលទៅមកជេរបកប្រឆាំងវិញហើយរួចខ្លួនទៀតឃើញរួចខ្លួនពួកឯងឲ្យតែលោកហ៊ុនសែនជេរឲ្យតែមកសុំទោសចប់អញ្ចឹងឲ្យតែសុំទោសបានតែគាត់ទិញយកទៅកវត្តចោលចោះអាកាលជេរភាសាអញ្ចឹងរួចខ្លួនអញ្ចឹងរួចខ្លួនអ្នកណាទៀតជេមសុកអ្នកណាទៀតលោកតាមកហើនអ្នកណាទៀតសកៀលហុយខ្ញុំមិនដែលឃើញប្រុសណាជេរហុយហួសនិស័យខ្ញុំពេលខ្លះខ្ញុំស្អប់ខ្ពើមខ្លួនឯងជាខ្មែរដែរណាដែលលឺសូមមានខ្មែរធន់ដោយលោកសកៀលហុយដូចណែផែងវណ្ណៈឬសានប៊ុនធឿននេះខ្ញុំសឹងថាមិនហ៊ានថាខ្លួនឯងជាខ្មែរដែលមានខ្មែរអញ្ចឹងប៉ុន្តែក៏មានមោទនភាពជាខ្មែរទៅវិញតែគិតថាអត់ទេខ្មែរបែបនេះគឺជាខ្មែរចោលមកសៀតទេក្រុមនេះកុំគិតថាគាត់ជាខ្មែរបើគាត់គ្រាន់តែជាក្រុមគេទិញបានគេស្អីពីលីអាវ៉ាសាយអញ្ចឹងចាត់ទុកថាជាមនុស្សមួយដំណាក់អីចឹងចោះគិតចឹងទៅបានជាមានមោទនភាពជាខ្មែរវិញតែបើគិតថាគាត់ជាខ្មែរធ្វើដូច្នេះចង់សឹងអស់និស័យប៉ុន្តែខ្ញុំខ្មែរ100ជាតិហើយញ៉ាំសុគន្ធធីរៈឡុងអីនេះឲ្យតែគេទិញបានហ្នឹងគឺថាអូយបាតផ្សារសុធារាណែសុធាអីនៅជប៉ុននឹងច្រើនទៀតខ្ញុំនិយាយមកអ្នកទាំងអស់នេះជេរហ៊ុនសែនដូចហុយដីដល់ពេលទិញបានអត់អីរួចខ្លួនទាំងអស់មានន័យថាម៉េចមានន័យថាលោកហ៊ុនសែនអត់មានឈឺក្បាលនិងអសិលធម៌នៅក្នុងសង្គមទេព្រោះគាត់ក៏អាមឹងអញ្ចឹងមកយកមកដែរប៉ុន្តែបើបានប្រយោជន៍គាត់បានប្រយោជន៍ទៅបកប្រជាជនកម្ពុជាគាត់អាចនឹងគ្រោះតែបើប៉ះគណៈបកប្រជាជនកម្ពុជាសិតតែប៉ះស្ត្រីប៉ះបរោះប៉ះស្អីប្រជាស្ដាអីគ្រប់គ្នាចាប់ដាក់គុកហើយវាតែអញ្ចឹងណាបងប្អូនតើយើងនឹងមានយុត្តិធម៌សង្គមយ៉ាងម៉េចទៅខ្ញុំពងតែឆ្ងល់តើយើងទៅវែកចកយ៉ាងម៉េចតើយើងយកស្តង់ដារអីមកប្រើស្តង់ដារគាត់ផ្សេងស្តង់ដារគេផ្សឹងដល់អញ្ចឹងទៅក្រុមគាត់រួចខ្លួនក្រុមគេជាប់គុករឿងនេះគាត់ធ្វើមកជីវិតទៀតក៏អត់បានប្រយោជន៍ដែរតែខ្ញុំនៅតែលើកទឹកចិត្តថាប្រឹងខ្លះទៅកុំឲ្យអត់ធ្វើអីសោះប៉ុន្តែចង់ធ្វើឲ្យវាមានយុត្តិធម៌ទាំងអស់គ្នាបាទឥឡូវវែងបងប្អូនខ្ញុំថាមិនចង់ទេសនាទេប៉ុន្តែដោយសារថ្ងៃនេះថ្ងៃសុក្រដល់ហើយខ្ញុំតកតងនឹងរឿងប្រសាសន៍របស់លោកហ៊ុនសែនដែលស្នើឲ្យក្រសួងកិច្ចការនារីចាត់ការអ្នកជេរប្រតិគ្នាតាមបណ្ដាញសង្គមអីនេះក៏មានយោបល់ដែរលោកដែលមានយោបល់នេះគឺលោកម៉ែនណាតក៏មានយោបល់រឿងនេះដែរលោកនិយាយចេះមានដឹកនាំខ្មែរដែលល្បីល្បាញខាងជេរប្រមាថនិងប្រើវោហារសាស្ត្រអសិលធម៌បំផុតនៅតំបន់អាស៊ានគឺលោកហ៊ុនសែនស្រាប់តែពេលនេះគាត់ចេញមកពមៀនដោយបង្កប់អត្តន័យគម្រាមកំហែងផងនោះ
គឺបានព្រមានដល់អ្នកជេរប្រមាថនិងអសិលធម៌ដូចគាត់ដែរសូមនិយាយលេងបន្តិចទៅចុះលោកថារឿងនេះទំនងជាលោកហ៊ុនសែនចង់បានបន្ទុកលេខ1នៃកម្ពុជាអ្នកជេរប្រមាថនិងភាសាអសិលធម៌ក៏អាចថាបានដែរសូមនិយាយការពិតទៅចុះលោកហ៊ុនសែនលំមដល់ពេលដែលត្រូវកែប្រែអត្តចរិតដូចជាឈប់ឆេវឆាវឈប់កោងការឈប់ផ្ដាច់ការឈប់ជេរប្រមាថអ្នកដតីឈប់ជេរប្រមាថអ្នកប្រជាធិបតេយ្យដោយជំនួសមកវិញនៅចិត្តគំនិតភ្ញាក់រលឹកនិងដើរផ្លូវត្រូវប្រកបដោយសិលធម៌និងគុណធម៌ជាដើមឡាក់បាទនេះគឺជាសាររបស់លោកម៉ែណាតខ្ញុំគ្រប់គ្រងសិលធម៌នេះគឺជាមាគ៌ាបង្ហាញផ្លូវដ៏ត្រចះត្រចង់ដែលបើមេដឹកនាំរត់តែត្រូវមានសិលធម៌និងគុណធម៌ខ្លាំងជាងគេទៀតផងឥឡូវនិយាយពីរឿងដែលលោកហ៊ុនសែនថ្លែងសារឲ្យនេះហ្នឹងគឺអ្នកខ្លំមើលសង្គមហ្នឹងដូចមិនអញ្ចឹងគឺថាសាររបស់លោកហ៊ុនសែនដូចអ្នកចាត់ការអ្នកជាប្រមាថគ្នាដូចគិញគក់លក់ថ្នាំស្រែអញ្ចឹងដែលមិនមើលឯងស្រែពេញខ្លួនណាលោកហ៊ុនសែនគាត់លើករឿងនេះមួយដែលខ្ញុំគួរឲ្យចាប់អារម្មណ៍ដែរខ្ញុំចង់និយាយគាត់ថាចុះឥឡូវបើអត់ចាត់ការតាមផ្លូវច្បាប់យើងធ្វើអត់បានចាញ់នឹង AI ចាញ់ Facebook ចាញ់ TikTok អីផងគេចេះចាត់ការបានដែរណាលោកហ៊ុនសែនគាត់ភ្ញាក់ខ្លួនដែរគាត់ដឹងដែរថាTikTok Facebook អីនេះគេមានគេហៅ community standard គេគឺបទដ្ឋាន community គេគឺគេ block យើងចោលគេ delete account យើងចោលគេលុបការផ្សាយរបស់យើងចោលឲ្យតែគេមានរាយការណ៍ចោលឬក៏ប៉ះពាល់ដល់សង្គមលោកហ៊ុនសែនខ្លួនឯងគឺជាជនរងមិនជាជនរងគ្រោះទេជាជនប្រព្រឹត្តហើយត្រូវបានគេចាត់ការ2ដងលោកហ៊ុនសែនអ្នកដែលចាត់ការលោកហ៊ុនសែន2ដងគឺអ្នកណា Facebook បងប្អូនមានចាំទេ Facebook ធ្លាប់ក្រុមគេហៅ oversight board គណៈកម្មការឬក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ក្រុមហ៊ុន Facebook កាលពីឆ្នាំ2023ខ្ញុំនៅចាំច្បាស់គឺថ្ងៃទី29ខែមិថុនាឆ្នាំ2023 3ឆ្នាំជាងមុនហ្នឹងចេញសេចក្តីសម្រេចមួយគឺអនុញ្ញាតឲ្យព្យួរគណនី Facebook របស់លោកហ៊ុនសែនដោយសារតែសារវីដេអូមួយមានអំពើហិង្សានៅក្នុងហ្នឹងដែលគាត់ព្រមានចាត់ការវាយកំទេចក្រុមបពប្រឆាំងដោយសារតែគាត់មួម៉ៅនឹងគេចោទគាត់ថាលួចស្លឹកឆ្នោតបាទគាត់មួម៉ៅមែនតើរឿងថាគេលួចស្លឹកឆ្នោតហ្នឹងគឺគាត់ទៅរកកំទេចចោលដោយសារតែសារវីដេអូហ្នឹងគឺមានគេរាយការណ៍មានអីផងហើយគណៈកម្មការរបស់ Facebook ហ្នឹងបានដូចចាត់ខាងត្រួតពិនិត្យគុណភាពនិងអាសាបហារបស់អ្នកមានកណនី Facebook ហ្នឹងក៏គេសម្រេចឲ្យមេក្រុមហ៊ុន Meta ហ្នឹងព្យួរបានផ្អាកកណនីលោកហ៊ុនសែននៅខែមិថុនាឆ្នាំ2023ហ្នឹងនេះគឺជាចំណាត់ការមួយផ្អើលពេញពិភពលោកអាម៉ាស់ពេញពិភពលោកដែលថ្នាក់ដឹកនាំរបស់ប្រទេសមួយមានអ្នកគ្រប់គ្រងឬក៏ fan គាត់15លាន followers ឬក៏ likes នៅក្នុង Facebook គាត់ណាប៉ុន្តែក្នុងចំណោម15លានហ្នឹងភាគច្រើនទិញទេព្រោះគាត់ទិញមិនមែនបានមកដោយប្រជាពលរដ្ឋចុច like និង follow ទេព្រោះកាលហ្នឹងក្រុមហ៊ុនដែលលក់clicks farm ហ្នឹងនៅឥណ្ឌានៅអីហ្នឹងគឺគេរកឃើញព័ត៌មានច្រើនណាស់ដែលថារដ្ឋាភិបាលកម្ពុជាគឺលោកហ៊ុនសែននឹងចាយលុយរាប់ម៉ឺនដល់សែនដុល្លារនោះក្នុងការទិញអ្នកតាមដាននៅក្នុង Facebook របស់គាត់ហ្នឹងរហូតដល់15លានហ្នឹងគឺមានចំនួននៃការទិញច្រើនព្រោះអីសូម្បីតែមេដឹកនាំពិភពលោកនៅខ្មែរមានតែ17លានអ្នកឯណា18លានអ្នកឯតែអ្នកដែលចុច like follow លោកហ៊ុនសែនមាន15លានហើយហ្នឹងទាំងយើងដឹងហើយអ្នកដែលមានបច្ចេកវិទ្យា Facebook មានអីប្រើហ្នឹងមានដល់7លានហ្នឹង15លានឥឡូវ7លានសោះហេតុអីបាន15លាននឹងមកពីណាអញ្ចឹងបានន័យថាពាក់កណ្ដាលទៀតហ្នឹងគាត់ទិញឬក៏អីចឹងបើទិញពាក់កណ្ដាលហ្នឹងពាក់កណ្ដាលទៀតហ្នឹងទាំងអស់គ្នាតើតែគ្រប់គ្រងគាត់បានគ្រប់ដែរតែណាហើយ7 10លាន5 10លានអីស្អីក៏ស្អីចោះមិនអីទេសំខាន់គឺ Facebook ហ្នឹងឲ្យព្យួរកណនីលោកហ៊ុនសែន6ខែអត់ទាន់បានព្យួរទេបងប្អូនលោកហ៊ុនសែនគាត់ឮគេចាត់ការគាត់ចាត់ការគេមុនណាខ្ញុំសូមសរសើរដែរទៅរករឿងអ្នកចាត់ការគាត់ទៅហាមឃាត់ក្រុមប្រឹក្សាដែលត្រួតពិនិត្យរឿងចង់ចាត់ការគាត់នឹង20នាក់ដែលជាតំណាងឲ្យក្រុមហ៊ុន Facebook មិនឲ្យជន់ដីខ្មែរគឺបើក្រុមហ៊ុន Facebook មកមិនឲ្យបើកនៅស្រុកខ្មែរខាតប្រយោជន៍អីខាតអត់ខ្វល់សំខាន់គឺកុំឲ្យតែខាតប្រយោជន៍បុគ្គលគ្រួសារគាត់និងអំណាចគាត់ពុំមានគេអញ្ចឹងទៀតស្មានតែក្រុមហ៊ុន Meta នឹងលោកក្រមពុំមានលោកហ៊ុនសែនគាត់ទៅលឺគេពុំមានឲ្យបិទ6ខែដល់គាត់ថាម៉េចគាត់ជប់ប្រើគាត់មិនខ្ចីប្រើ15លាន follower ហើយគាត់ថាមិនខ្ចីប្រើគាត់ទៅបង្កើតស្អីណាឲ្យចេញស្អីគេcool app cool អីណាខ្ញុំដឹងទេគាត់ចង់ផ្កើនដាក់ Facebook ហ្នឹងដើម្បីឲ្យចង់ដឹងថាគាត់អត់ក៏បានដែរមកចង់ស្អីចឹងឈប់ប្រើទៅឲ្យដួងតារានោះដែលជាអ្នកប្រើ Facebook តាមពិតដួងតារាហ្នឹងឯងលោកដួងតារាហ្នឹងឯងដែលបង្កើត Facebook ហ្នឹងពីដំបូងដាក់ឈ្មោះលោកហ៊ុនសែនហើយដល់ពេលហើយមានមនុស្សមើលច្រើនទៅក៏បានលៀបសការៈហ្នឹងគឺយកធ្វើជាទីប្រឹក្សាទៅដោយសារកាន់ Facebook ទីប្រឹក្សាទៅសាច់គប់អញ្ញាញ៉ៃជាមួយលោកលីសមេតលោកស្អីណាឥឡូវជាប់គុកចឹងទៅតែអត់រួចខ្លួនទេសត្វតាជាត្រីស្អុយដែរប៉ុន្តែប្រឡំខ្លួនទៅបានឱកាសទៅពុកលលួយធ្វើអីប្រេះផ្ដាគេចាប់ដាក់គុកដែរទៅហ្នឹងធ្វើម៉េចបាននៅចិត្តលោកហ៊ុនសែននៅឃើញធ្វើអីបានស្រេចចិត្តដែរណាគឺសិតថាស្លឹកចេកហ្នឹងជួនកាលគាត់គិតស្មានតែគាត់នឹងវាទៅជាកម្រាលព្រំឬក៏ស្អីទៅ
ណែជាមាសជាអីទៅអត់ទេជាស្លឹកចេកជាសម្រាមទេគេយកមកប្រើមករយៈគេបោះចោលវិញទៅដល់ពេលហើយជាប់គុកឥឡូវជាប់គុកបាត់ហើយប៉ុន្តែមុននឹងជាប់គុកហ្នឹងគឺលោកដួងតារាហ្នឹងឯងអ្នកមកប្រាប់គេថា Facebook ហ្នឹងគឺគាត់អ្នកកាន់ទេឥឡូវពេលដែល Facebook ចង់ព្យួរចង់លែងឲ្យប្រើអីហ្នឹងក៏ដួងតារាគេថាគេយកទៅប្រើវិញយកអីលាក់នឹងលាក់ចឹងលោកហ៊ុនសែនជប់ប្រើអីចេះក៏ប៉ុន្តែមករយៈពេលក្រោយនេះក្រុមហ៊ុន Facebook នេះពេលដែលមេធំប្រាប់ថាឲ្យព្យួរទៅក៏ក្រុមហ៊ុន Facebook ថាគេរកឃើញថាគេអាចលុបវីដេអូហ្នឹងបានប៉ុន្តែគេអត់អាចបិទគណនីរបស់លោកឬក៏ព្យួរគណនីរបស់លោកហ៊ុនសែនទេវាខុសគោលការណ៍គេច្រើនពេកអញ្ចឹងបើគ្រាន់តែមានវីដេអូមួយដែលនិយាយអំពីផលប៉ះពាល់ចង់មានអំពើហិង្សាអីគេលុបតែវីដេអូហ្នឹងទៅអញ្ចឹងអង្គការក្រុមហ៊ុន Facebook កាលពី2023ហ្នឹងក៏សម្រេចមិនព្យួរគណនីលោកហ៊ុនសែនទេក្រុមអាធំគេឲ្យព្យួរតែ Facebook ខ្លួនឯងថាមិនព្យួរទេសុកចិត្តលុបវីដេអូហ្នឹងចោលគេក៏លុបវីដេអូហ្នឹងចោលទៅវីដេអូហ្នឹងលុបបាត់ហើយតែបងប្អូនគាត់ក៏មិនហ៊ានមកបង្ហោះវីដេអូអីហ្នឹងទៀតដែរគេក៏បានចាត់ការដែរមិនមែនអត់ចាត់ការសោះទេហើយលោកហ៊ុនសែនហ្នឹងក៏រៀងពីហ្នឹងមកម្ដងដែរក៏ប៉ុន្តែនៅក្នុងឆ្នាំប្រហែលនេះ2026នេះម្ដុំដើមឆ្នាំនេះគាត់ចេញអាសាងើបមួយវាយមួយនឹងមកទៀតដល់ពេលចេញអញ្ចឹងអ្នកស្រីមូសុហួរដែលជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យសហការគ្នាជាមួយប្រជាពលរដ្ឋខ្មែរក្រៅប្រទេសដាក់ពាក្យប្តឹងទៅក្រុមហ៊ុនមេតាឲ្យលុបអាវីដេអូនឹងចោលទៀតនេះលើកទី2ណាក្រុមហ៊ុនគេអត់បិទគណនីហ្នឹងឯងឥឡូវគេលុបវីដេអូហ្នឹងទៀតគេមិនអាចទទួលយកបានឥឡូវបើសិនជាគាត់ដាក់វីដេអូហ្នឹងទៀតគេលុបទៀតមិនស្រួលឈានដល់ការលុបគណនីហ្នឹងផងព្រោះលោកធ្លាប់ប្រើគណនីហ្នឹងគេពមៀនប្រមាណដងហើយតែពមៀនច្រើនដងប្រហែលជាអាចទៅមិនរួចទេឥឡូវឃើញគេចង់ប្រាប់ថាថ្នាក់ដឹកនាំអីក៏ដោយគឺមិនអាចធ្វើអ្វីស្រេចតែចិត្តទេព្រោះអំពើហិង្សានៅលើបណ្ដាញសង្គមសារហិង្សានេះគឺ Facebook មិនអនុញ្ញាតឲ្យធ្វើបានហើយបើមានគេ report គេរាយការណ៍គឺគេចាត់ការណែវាបានយុត្តិធម៌អញ្ចឹងបើនៅស្រុកខ្មែរគ្មាននរណាប៉ះលោកហ៊ុនសែនបានទេតែដល់ពេលនៅលើពិភពលោកនេះអាប្រព័ន្ធ Facebook នេះលោកហ៊ុនសែនខានប្រើមិនបានទៀតគឺគេអាចចាត់ការគាត់បានអញ្ចឹងអរគុណ Facebook ទៅអញ្ចឹងដែលអាចធ្វើឲ្យលោកហ៊ុនសែនគាត់រៀងចោលខ្លះដែរបើនៅស្រុកខ្មែរតុលាការបិទតុលាការមកឲ្យតែហ៊ានប៉ះគាត់តែឥឡូវគាត់ថាង Facebook គេមានគោលការណ៍អញ្ចឹងគាត់ចង់និយាយពីបទពិសោធន៍គាត់នឹងដែរល្អឡើយហ្នឹងបងប្អូនអញ្ចឹងឲ្យបានលើកទឹកចិត្តថាបងប្អូនណាដែលគេជេរគេបចោអីហ្នឹងរាយការណ៍ទៅ Facebook ទៅបាទឥឡូវនេះខ្ញុំសូមឆ្លេះរឿងនេះត្រឹមប៉ុណ្ណឹងគ្រាន់តែនិយាយថាលោកហ៊ុនសែនក៏ត្រូវបានគេហាមឃាត់2ដងគេលុបវីដេអូ2ដងដែរក្រុមហ៊ុនមេតាគេពមៀនប៉ុន្តែបងប្អូនមិនមែនបានន័យថាអូអញ្ចឹងមេដឹកនាំលើពិភពលោកមានតែលោកហ៊ុនសែនមួយទេដែលគេចាត់ការប្រធានាធិបតីអាមេរិកនេះក៏ក្រុមហ៊ុន Facebook បិទអគ្គនានីគាត់ដែរអត់មានតាន់បើកទេបិទដល់ឥឡូវនោះបិទ2ឆ្នាំព្យួរ2ឆ្នាំឥឡូវគេបើកឲ្យវិញហើយដោយសារតែរឿងខែមករានោះឆ្នាំ2021នោះតាក់ទងនឹងការវាយញុះញង់ឲ្យគេទៅកំទេចវាមានរដ្ឋសភាវាមានរដ្ឋាភិបាលស្លាប់ប៉ូលីសស្លាប់អីអស់ប្រហែលនេះដោយសារតែរឿងលទ្ធផលបោះឆ្នោតដែលគាត់ថាគេលួចស្លឹកឆ្នោតដែរគ្មាននរណាលួចទេគាត់ចិត្តថាទៅដល់ពេលទៅបញ្យុះឲ្យគេទៅវាយវាមានរដ្ឋាភិបាលចោលខ្ទេចស្លាប់មិនមែនខ្ទេចទេបាច់កញ្ចក់បែកអីស្លាប់ប៉ូលីសស្លាប់អីប្រហែលនេះអស់បាតកោនឹងក៏ស្លាប់ដែរហើយដល់ពេលអញ្ចឹង Facebook ក៏គេព្យួរគាត់2ឆ្នាំឥឡូវ Facebook គេឲ្យគាត់វិញតែគាត់អត់ប្រើគាត់ទៅប្រើអីផ្សេងមិនមែនតែ Facebook ទេព្យួរគណនីលោកត្រាំណា Twitter តែសប្តាហ៍ថ្ងៃ X Twitter នឹងពីមុនតកែថ្មីឥឡូវលោក Elon Musk យកទៅទិញ$40,000 លានគាត់ដូរទៅ X Elon Musk ពេលដែលបានមកគាត់ឲ្យគណនី Facebook របស់លោក Donald Trump នឹងប្រើវិញទៅ Twitter ហ្នឹង X ហ្នឹងតែលោកត្រាំគាត់ឈប់ប្រើគាត់ទៅប្រើ True Social ឯណាដែលបង្កើតខ្លួនឯងក្រុមហ៊ុនខ្លួនឯងហ្នឹងឥឡូវមានរឿងជាមួយនឹងក្រុមហ៊ុន True Social របស់លោកត្រាំនឹងទៀតចាំខ្ញុំនិយាយចុងព័ត៌មាន